រិបសួរខ្ញុំឈ្មោះសុធាខ្ញុំកំព្រាពុករស់នៅក្នុងគ្រួសារក្រីក្រមួយម្ដាយខ្ញុំអ្នកលក់ចេកចៀនម៉ែកូនកាត់កូនឈប់រៀនហើយកូនចង់ទៅស៊ីឈ្នួលគេឬក៏លក់កាសែតដើម្បីប្រាក់ជួយម៉ែខ្លះតែកូនម៉ែមិនឲ្យកូនឈប់រៀនទេទោះបីជាគ្រួសារយើងក្រលំបាកយ៉ាងណាក៏ដោយម៉ែមិនឲ្យកូនឈប់រៀនទេបើកូនឈប់រៀនអនាគតកូននឹងទៅជាយ៉ាងណាម៉ែសុខចិត្តក្រលំបាកមិនឲ្យកូនឈប់រៀនទេណាកូនយកផ្ទៃទៀតទៅលោកទៅរហូតមកដាក់របស់អ្នកណាណាចាំទៅយកឯងខ្ញុំរកបានកាបូបមួយមិនដឹងរបស់អ្នកណាទេតែឯងរកបានវានៅឯណាខ្ញុំរកបានវានៅបាសាហើយបើបានជាឯងយកទៅឲ្យចាំគេវិញដោយសារតែរកម្ចាស់មិនឃើញចឹងអ្នកក្នុងស្មោះបន្តិចក្នុងនេះមានដាក់សញ្ញាណប័ណ្ណលិខិតឆ្លងដែននិងលុយមួយចំនួនតាសុធាទៅប៉ងនគរបាលជាមួយអ្នកគ្រូនឹងឲ្យគេចាត់ចែងជួយរកម្ចាស់កាបូបលុយនេះឲ្យឃើញវិញចាអ្នកគ្រូយើងចូលលោកប៉ូលីសសូមរបស់ខ្ញុំបានកាបូបលុយនេះមួយប៉ុន្តែក៏រកម្ចាស់មិនឃើញទេសូមលោកប៉ូលីសជួយស្វែងរកម្ចាស់កាបូបនេះឲ្យឃើញនឹងផងបាទចាំខ្ញុំជួយរកឲ្យសង្សារចិត្តសុធាខ្លាំងណាស់ខ្ញុំនឹងសន្យានឹងជួយរកម្ចាស់កាបូបលុយនេះឲ្យឃើញហើយនឹងយកកាបូបនេះឲ្យម្ចាស់គេវិញចាំសូមជម្រាបសួរលោកប៉ូលីសសិនហើយបាទជំរាបលាជំរាបសួរខ្ញុំបានបាត់កាបូបលុយមួយនៅឯផ្សារខ្ញុំបានឃើញអ្នកគ្រូនិងក្មេងស្រីម្នាក់បានរើសកាបូបនេះនៅឯផ្សារហើយគាត់បានយកឲ្យខ្ញុំនេះគឺជាកាបូបរបស់លោកជំទាវមែនទេហើយនេះជាកាបូបរបស់ខ្ញុំតែពេលស្រីនេះតើគេនៅឯណាខ្ញុំនឹងនាំលោកជំទាវទៅជួបក្មេងស្រីនោះនៅឯសាលានេះគឺជាម្ចាស់កាបូបដែលសុធារើបានពីថ្ងៃមុនធ្វើការជាមួយឥឡូវនេះមួយនៅថ្ងៃណាមួយត្រូវទៅខំរៀនសិក្សាចាប់ពីពេលនេះមីងជាអ្នកជំនុំបំរុងមួយរៀនរហូតដល់ចប់ហើយមីងនឹងយកមួយទៅធ្វើការជាមួយនៅឯក្រុមហ៊ុនរបស់មីងចាខ្ញុំនឹងខិតខំរៀនសូត្ររហូតបានការងារធ្វើល្អដើម្បីជួយម្ដាយរបស់ខ្ញុំសូម